ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះខ្ញុំចង់លើកទឹកចិត្តទៅពុកម៉ែបងប្អូនដែលគាត់កំពុងតែស្វែងរកចង់មានផ្ទះផ្ទាល់ខ្លួនប៉ុន្តែកំពុងតែស្ទាក់ស្ទើរក្នុងការសម្រេចចិត្តបង់រំលោភផ្ទះអញ្ចឹងពុកម៉ែបងប្អូនអាចមើលវីដេអូនេះបានអញ្ចឹងសប្តាហ៍ថ្ងៃបងកំពុងតែនៅផ្ទះជួលចាខុនដូជួលអាផាតមិនជួលអត់ចង់ចំណាយលុយប្រចាំខែត្រូវបង់ឲ្យគេរាល់ខែហើយសំខាន់បង់កាន់តែយូរលុយនៅតែជារបស់គេផ្ទះក៏នៅតែជារបស់គេបងអាចមើលវីដេអូនេះបានដោយសារតែយើងកំពុងតែចង់លើកទឹកចិត្តទៅពុកម៉ែបងប្អូនដែលគាត់ចង់បង់រំលោភផ្ទះកុំឲ្យគាត់គិតច្រើនអញ្ចឹងណាពុកម៉ែបងប្អូនព្រោះដោយសារតែមានពាក្យច្រើនមែនតើថាបង់ទៅការស្មើដើមស្មើការបង់ទៅចេះចោះគេរត់អស់យកផ្ទះវិញយកអីចឹងទៅតាមពិតទៅពុកម៉ែបងប្អូនការបង់រំលោភផ្ទះគឺអត់មានហានិភ័យអីទេបើសិនជាពុកម៉ែបងប្អូនគិតថាចំណូលខ្លួនឯងទៅបានហើយអ្វីដែលកាន់តែសំខាន់ពុកម៉ែបងប្អូនជ្រើសរើសគម្រោងមួយដែលត្រូវនោះគឺដឹងតែបង់ទៅបងបានផ្ទះពិតប្រាកដហើយសំខាន់គឺបងអត់មានហានិភ័យរឿងថាអត់បានប្លង់អីទេបងចាប់ប្លង់នៅធនាគារគឺគេដកឲ្យបងតែម្ដងអញ្ចឹងសម្រាប់អតិថិជនដែលគាត់ចង់បានផ្ទះហើយគាត់ចង់រស់នៅជាមួយនឹងខ្នាតវីឡាតូដែលមានបន្ទប់ច្រើនសម្រាប់សមាជិកច្រើនណាបងតាមដានវីដេអូនេះគឺដឹងតែត្រូវហ្មងបងចង់មានចាវីឡាតូមួយចង់បង្ហាញគឺជាវីឡាតូរបស់បុរី ONC វីឡាផ្ទាល់តែម្ដងដែលខ្ញុំបានស្គាល់គម្រោងនេះយូរហើយពុកម៉ែបងប្អូនចាហើយក៏មានដំណើរការល្អរហូតមកដល់សប្តាហ៍ថ្ងៃនេះដែរអញ្ចឹងសម្រាប់បងដែលគាត់ចង់បានជាខ្នាតវីឡាតូចាបងអាចមើលវីដេអូនេះបានចាធ្វើទំហំដីទំហំផ្ទះគឺធំតលាខ្លាំងមែនទែនចំពោះទំហំដីបានរហូតដល់10ម៉ែត្រគុណជាមួយនឹង20ម៉ែត្រពេញដែលយើងមានជាមួយនឹងចាចំណតឡានដែលយើងអាចចតឡានបែបឯកជនរហូតដល់2គ្រឿងថែមម៉ូតូទៀតក៏អត់ជាដែរបងហើយចំណែកមួយចំណែកទៀតនេះវិញចាគឺជាសួនច្បារដែលយើងអាចដាំដំណាំដេគ័របានបងតាមដានវីដេអូនេះដល់ចប់ចុងក្រោយបងអូននឹងបញ្ជាក់ពីលក្ខខណ្ឌបង់ប្រាក់ខ្ញុំជឿថាពុកម៉ែបងប្អូនអាចធ្វើទៅបានជាមួយនឹងវីឡាតូមួយនេះព្រោះមានការបង់ប្រាក់គឺងាយស្រួលមែនតើតោះឥឡូវនេះនាំអារម្មណ៍បងចាមកមើលខាងក្នុងផ្ទះតែម្ដងពុកម៉ែបងប្អូនចាតោះអញ្ចឹងចូលមកខាងក្នុងផ្ទះជាមួយនាងខ្ញុំតែម្ដងទៅអញ្ចឹងសម្រាប់ខាងក្នុងផ្ទះវិញបើនិយាយពីការទលាយហ្នឹងគឺទលាយខ្លាំងមែនតើបងចាអញ្ចឹងទី1គឺយើងមានជាបន្ទប់ទទួលភ្ញៀវហើយបើសិនជាបងអត់ស្រឡាញ់កន្លែងដេគ័រនេះទេអាចរើចេញទៅវិញបានហើយបងមើលវីដេអូនេះហើយបងចង់ទិញផ្ទះហ្នឹងហ្មងក៏បានឬមួយក៏ពុកម៉ែបងប្អូនចង់ទិញផ្ទះដែលអត់មានដេគ័រក៏បានដែរចាអាចដេគ័រតាមចិត្តបងស្រឡាញ់បានគ្រាន់តែថាផ្ទះនេះក៏បងអាចជ្រើសរើសក្នុងការទិញបានដែរការបង់ប្រាក់ក៏ងាយស្រួលដែរសំខាន់ទីតាំងជាប់ផ្លូវរដ្ឋទៀតណាបងចាអញ្ចឹងមកចំណែកទៀតនេះគឺយើងរៀបចំកន្លែងទូតាំងទូរទស្សន៍ចាដែលយើងអាចចាដាក់លម្អវត្ថុអនុស្សាវរីយ៍បន្ថែមចាមានទូទស្សន៍សម្រាប់យើងមើលចា relax អញ្ចឹងណាបងចាតោះអញ្ចឹងយើងដើរចេញពីខាងនឹងមកគឺយើងបានឃើញជាមួយនឹងទូតាំងកញ្ចក់មុខចដាមួយចាគឺទំហំធំខ្លាំងមែនតើបងទូតាំងកញ្ចក់នេះគឺយើងរៀបចំជូនបងមានតាំងពីសាឡុងកូនតុកអីឲ្យបងមួយសេតតែម្ដងហើយបើនិយាយពីខាងក្រៅនេះវិញណាបងអើយចាគឺស្អាតខ្លាំងមែនតើបដ ாய் ណាចាតុបាយចាគៀកជាមួយនឹងបង្អួចកញ្ចក់ដែលយើងអាចបិទបើកយកខ្យល់ចេញពីខាងក្រៅមកបានគឺល្អប្រណិតមែនតើតែម្ដងហើយបើនិយាយពីចក្រានវិញណាបងរៀបចំឲ្យបង2ឈុតចា2ឈុតហ្មងបងមានទាំងចក្រានបាយស្ងួតនិងចក្រានបាយសម្រាប់ចម្អិននៅខាងក្រោយបងអាចចាអញ្ជើញចូលមកបានអញ្ចឹងនៅខាងក្រោយនេះគឺជាចក្រានបាយសម្រាប់ចម្អិនចាសម្លដែលមានក្លិនមានផ្សែងអីខ្លាំងគឺបងអាចប្រើបានព្រោះយើងបានចាថែមជាមួយនឹងម៉ាស៊ីនបឺតក្លិនជូតមកមួយឈុតមានប្អួយដែលអាចបិទបាក់បានទៀតហើយបាត់ដីខាងក្រៅនោះវិញណាបងចាជាកន្លែងដែលយើងអាចដាក់ជាមួយនឹងម៉ាស៊ីនបោកខោអាវចាកន្លែងហាកខោអាវបានគឺអត់មានចម្អៀតទេបងគឺស្អាតខ្លាំងមែនតែម្ដងតោះឥឡូវនេះនាំអារម្មណ៍បងចាទៅមើលជាមួយនឹងបន្ទប់នីមួយនៃវីឡាតូនេះជាមួយនឹងខ្ញុំទាំងអស់គ្នាអញ្ចឹងវីឡាតូនេះបើនិយាយសរុបទៅគឺមានរហូតដល់4បន្ទប់គេនិង4បន្ទប់ទឹកលៀងមានបន្ទប់ជាប់ផ្ទាល់ដីមួយដែលបងបានឃើញអញ្ចឹងចាបន្ទប់ជាប់ផ្ទាល់ដីនេះគឺងាយស្រួលបំផុតបើសិនជាបងចង់មានចាសម្រាប់ម៉ាក់ប៉ាដែលគាត់ពិបាកក្នុងការឡើងចដើឈឺសន្លាក់ដៃជើងផ្សេងណាអាចឲ្យគាត់សម្រាននៅនេះបានចាហើយក៏មានបន្ទប់ទឹកក៏ដូចជាកូនឃ្លាំងផងដែរតោះឥឡូវនេះយើងឡើងទៅមើលខាងលើហ្មងទៅណាបងចាតោះចាអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនដើរមកដល់ចំណុចកន្លែងនេះគឺយើងបានឃើញបង្អួចកញ្ចក់ធំមួយបង្អួចនេះគឺយើងអាចបិទបើកបានចាអាចយកខ្យល់ចេញពីខាងក្រៅចូលខាងក្នុងបានសំខាន់បើកតាវាំងននចេះថ្ងៃឡើងពលឺចូលបានល្អមែនទែនហើយចំណែកនៅជាន់ទី1នេះដែរគឺយើងមានរហូតដល់3បន្ទប់គេងបងនឹង3បន្ទប់ទឹកចាដែលយើងបានរៀបចំយ៉ាងស្អាតទូលាយខ្លាំងនេះគឺជាបន្ទប់សមាជិកបងចាអាចចូលមកមើលជាមួយនាងខ្ញុំបានអញ្ចឹងសម្រាប់បន្ទប់សមាជិកទាំងអស់នៅជាន់ទី1គឺមានបន្ទប់ទឹកនៅខាងក្នុងបន្ទប់គេងចាដោយបន្ទប់មេគ្រួសារដែរអញ្ចឹងប្រើប្រាស់លក្ខណៈជាឯកជនភាពតែម្ដងអ
ចឹងបើសិនជាបងមើលផ្ទះនេះគឺបងទទួលបានទាំងអស់ចាអ្វីដែលបងបានឃើញគឺបងទទួលបានទាំងអស់តែម្ដងហើយអ្វីដែលសំខាន់នោះបងការដែលគាត់គឺប្រណិតជូនបងតែម្ដងចាបងអាចអញ្ជើញមើលជាមួយនឹងខ្ញុំបាននេះគឺជាបន្ទប់ទឹកចារៀបចំយ៉ាងប្រណិតខ្លាំងមែនតែនតែម្ដងហើយនេះវិញគឺជាបន្ទប់សមាជិកទី2ចំពោះបន្ទប់សមាជិកទី2នេះដែរក៏ទំហំធំដែរដែលអាចដាក់សម្ភារៈក៏ដូចជាទូដែលគាត់បានច្រើនមែនតើចាទូទទួលចាទូសភៅទូ make up ទូខោអាវចាហើយសំខាន់នេះបងក្រែកេងក៏ធំតលីហើយចិត្តបងអួយកញ្ចក់បែបនេះទៀតនិយាយទៅគឺស្លាស់មុខស្លាស់មាត់បែបព្រោះនៅបែបថាស្លាស់ហ្មងបងចា fresh ចាហើយក៏មានបន្ទប់ទឹកនៅខាងក្នុងបន្ទប់គេងដូចគ្នាបងនេះចាគឺជាបន្ទប់ទឹកនៅខាងក្នុងបន្ទប់គេងទំហំធំដូចគ្នាចាយើងអាចប្រើប្រាស់លក្ខណៈជាឯកជនបានតោះឥឡូវនេះអ្វីដែលពុកម៉ែបងប្អូនកំពុងតែតន្ទឹងរង់ចាំគឺជាមួយនឹងបន្ទប់មេគ្រួសារជាផ្នែកមួយដែលខ្ញុំស្រឡាញ់ខ្លាំងមែនតើបងចាអញ្ចឹងបន្ទប់មេគ្រួសារនេះទំហំធំមែនតើហ្មងណាបងចាដែលយើងអាចដាក់ក្រែគេងបាន2នាក់ហើយនេះមានចាទូក្បាលក្រែទៀតនិយាយទៅរៀបចំឲ្យបងទាំងអស់បំពូបំភ្លឺចារូបថតតាំងហើយសំខាន់នោះកន្លែងនេះខ្ញុំស្រឡាញ់ជាងគេហ្មងណាបងមកមើលកន្លែងនេះចាចឹងឡើយនេះមានទូដែរបងនេះគឺជាក្តីសុខមនុស្សស្រីតែម្ដងបងអើយមនុស្សស្រីឲ្យតែមានទូ make up ទូកៅអៅធំនឹងគឺដឹងតែពេញចិត្តអីព្រោះអីអាវ៉ាន់ហ្នឹងគឺច្រើនមែនតើទៅមកមើលផ្ទះនេះគឺត្រូវហ្មងរៀបចំឲ្យបងរួចជាស្រេចបត់តាកៅអៅចូលមកនៅហ្មងបងចាសូម្បីតែបន្ទប់ទឹកក៏យើងប្រើទ្វារ ABS ដែរបងរឹងមាំល្អអត់មានរិចរិលទេអត់មានបោទេបងចាប្រណិតមែនតើហើយទំហំវិញគឺធំដែលយើងអាចដាក់ជាមួយនឹងអាងងូតទឹកបានមួយចំណែកទៀតបងអាចឃើញបានចាតោះឥឡូវនេះហើយយើងទៅជាមួយនឹងចាកន្លែងពិសេសមួយទៀតនៃបន្ទប់មេគ្រួសារចាតោះអញ្ចឹងសម្រាប់មួយចំណែកទៀតនេះដែរគឺបងប្រកាសជាដឹងហើយដោយសារថតមិញគឺជាប់ដែរអញ្ចឹងណាគឺជាវេរ៉ាំងដាបងគឺទលាយធំមែនតើដែលយើងអាចអង្គុយស្រស់ស្រូបយកខ្យល់បរិសុទ្ធចេញពីខាងក្រៅចាមកបានល្អហើយសំខាន់ណាគឺយើងដកដង្ហើមបែបថាធូរហ្មងបងរបៀបខ្យល់ធម្មជាតិណាអញ្ចឹងសម្រាប់បងដែលគាត់កំពុងតែគិតគូរចង់បង់រំលោះផ្ទះប៉ុន្តែខ្លាចនេះខ្លាចនោះបងបើសិនជាបងឆ្លាញ់ផ្ទះមានដេកូជាប្រភេទខណៈវីឡាតូជាប់ផ្លូវរត់នេះដែលយើងកំពុងតែបង្ហាញមុននឹងបងកក់មុនត្រឹមតែ$47,000ទេគឺអាចកាន់សោឈួននៅបានក៏ចាប់ដែលនៅសល់បងអាចបន្តការបង់ប្រចាំខែជាមួយនឹងហាងធនាគារបានបើសិនជាបងមានលទ្ធភាពមួយខែត្រឹមតែ800ស្ដើងចាគឺបងអាចទៅបានហើយអញ្ចឹងមានចំណាប់អារម្មណ៍បងអាចខលសាក់សួរឥឡូវនេះឬក៏អញ្ជើញមកមើលផ្ទាល់ដល់ទីតាំងដើម្បីឃើញពីគុណភាពសំណង់ក៏ដូចជាស្គាល់ទីតាំងឲ្យកាន់តែជាក់លាក់ពីគម្រោងវីឡាតូ ONC ចាអរគុណ